ខ្ញុំដឹកនាំបងប្អូនកម្មករសំណង់300នាក់រយៈពេល3ឆ្នាំមកនេះយើងជិះឡានក្រុមគាត់ចូលក្រុមធ្វើការរាល់ថ្ងៃខ្ញុំបានជួយអ្នកបើកបរឡានក្រុមម្នាក់ដែលចិត្តខ្សែធន់ទៅហើយឲ្យខ្លាចជាអ្នកមានដំបងគេក្នុងភូមិដែលរស់ក្នុងវិឡានិងជិះរថយន្តទំនើបតែបែរជាគេងាកមកស្អប់ពួកយើងថាខ្លួនប្រានស្អុយញើសទៅវិញថែមទាំងគិតថ្លៃឈ្នួលឡានយើង$10ទៀតពេលខ្ញុំទៅនិយាយរកហេតុផលគេបែរជាសើចំអកដាក់ខ្ញុំកិច្ចសន្យាដឹកជញ្ជូនរោងចក្រគីមីខ្ញុំនឹងចុះហត្ថលេខាឆាប់នេះអតិថិជនរបស់ខ្ញុំសុទ្ធតែជាអ្នកមានមុខមាត់គេប្រើតែក្លិនទឹកអប់ក្រអូបពួកកម្មករខ្វក់ដូចពួកឯងជិះម្ដងខ្ញុំត្រូវលាងឡានឡើងកន្លះថ្ងៃការងារស្មោកគ្រោកបែបនេះខ្ញុំមិនធ្វើក៏បានដែរមើលទៅគាត់ប្រហែលជាមិនដឹងទេថាអនុប្រធានរោងចក្រនោះគឺជាបងស្រីបង្កើតរបស់ខ្ញុំលោកលីឡានថ្ងៃនេះមើលទៅលយខ្លាំងណាស់បើកទ្វារឆាប់ឡើងពួកយើងប្រញាប់ទៅការដ្ឋានខាងលិចក្រុងដើម្បីលើកធ្នឹមសំណងឈប់សិនម៉ាដាជួយស្បែកជើងអញប្រឡាក់សុទ្ធតែស៊ីម៉ងកៅអីស្បែកសុទ្ធរបស់ខ្ញុំនេះតម្លៃ$20,000បើធ្វើឲ្យខូចអ្នកត្រូវសងខ្ញុំបងលីពួកយើងជិះឡានបងមក3ឆ្នាំហើយពីមុនមកក៏ឡើងជិះបែបនេះដែរបើមិនអីទេខ្ញុំគ្រាន់តែដុសដេកចេញមុនឡើងជិះក៏បានរឿងពីមុនក៏គឺរឿងពីមុនទី1ឡានថ្លៃសម្បត្តិមួយជាង$10ទី2ប្រអប់ដែកមិនអនុញ្ញាតឲ្យយកឡើងលើឡានទេត្រូវដាក់ក្នុងក្លឹបដាក់អីវ៉ាន់ទាំងអស់ត្រូវបង់ថ្លៃដាក់អីវ៉ាន់$10គ្រប់គ្នាទី3មុនឡើងឡានត្រូវជូតជើងលើកម្រាលសម្រាប់មេរោគឲ្យស្អាតជូតឲ្យស្អាតយកផេះមកបន្តិចមកពីនៃ100ទៅមកអស់40ទៀតនេះប្លង់គ្នាតើអ្នកណាទៅទ្រាំបានលីឃីជូ3ឆ្នាំមុនពេលអញសងថ្លៃរថយន្តមិនរួចគិតចង់សម្រាប់ខ្លួននៅមាត់ភូមិគឺខ្ញុំជាងអ៊ីហ្វានដែលនាំបងប្អូន300នាក់មកចុះកិច្ចសន្យាវិញជាមួយឯងបង់ថ្លៃឡានមុនកន្លះឆ្នាំហើយជួយធានាប្រាក់កម្ចីឲ្យឯងទៀតទើបឯងមានលទ្ធភាពទិញឡានក្រុងប៉ុន្មានគ្រឿងនេះអ៊ីហ្វានខ្ញុំលីឃីជូនឹងមិនភ្លេចគុណបងប្អូនមួយជីវិតទេចុះកាលពីដើមឯងនិយាយថាយ៉ាងម៉េចមិនភ្លេចគុណពួកយើងមួយជីវិតកុំនិយាយរឿងចាស់ឲ្យសោះកាលពីមុនខ្ញុំគ្មានជំរឿតែឥឡូវវាខុសគ្នាហើយគម្រោងដឹកជញ្ជូនកម្មកររោងចក្រគីមីគេចំឈ្មោះចង់បានតែក្រុមឡានរបស់ខ្ញុំទេអតិថិជនគេមានកម្រិតណាស់ក្នុងឡានត្រូវតែស្អាតបាតក្លិនខ្លួនប្រឡាក់ដីរបស់ពួកឯងវានឹងធ្វើឲ្យភ្ញៀវគេចង់ក្អួតបើធ្វើឲ្យខូចកិច្ចសន្យារបស់ខ្ញុំអញសងគេរួចទេគម្រោងរោងចក្រគីមីប្រកាសជាបានលោកលីជូនពរឲ្យសំណាងល្អណាស់គម្រោងរោងចក្រគីមីកិច្ចសន្យា3ឆ្នាំ1ខែ1សែនខ្ញុំលីម្នាក់នេះលើកនេះបានហោះហើយជាងអ៊ីហ្វានហេតុអ្វីបានជាអ្នកនៅទីនេះលោកគ្រូលីអញស្គាល់ប្អូនប្រុសខ្ញុំដែរឬប្អូនប្រុសហែងក្លិនស៊ីម៉ងនៅលើខ្លួនពួកអញនេះក្លិនញើសអញធ្វើឲ្យខូចកិច្ចសន្យាខ្ញុំអញទទួលខុសត្រូវរួចទេអនុប្រធានរោងចក្រកិច្ចសន្យាដឹកជញ្ជូននេះគឺថាអ៊ីហ្វានទើបតែបានជែកជាមួយខ្ញុំរឿងនៅមាត់ភូមិពួកអ្នកលោកគ្រូលីរោងចក្រអេឡិចត្រូនិករបស់យើងមានមនុស្សជាង1000នាក់1/3គឺជាអ្នកភូមិនៅជុំវិញនេះអ្នកថាពួកគេមានក្លិនញើសថាជាមុខរបរស្មោកគ្រោកខ្ញុំមើលកិច្ចសន្យានេះហើយទុកវាចោលចុះអ៊ីហ្វានបងខុសហើយបងសុំទោសឯងមើលចុះយើងទាំងពីរអ្នកធំធាត់ជាមួយគ្នាមកបើ3ឆ្នាំមុនគ្មានឯងជួយខ្ញុំបងគ្រាន់តែនិយាយខុសមកអំបញ្ញមិញឯងជេរឬវីបងក៏បានដែរ3ឆ្នាំមុនដែលខ្ញុំជួយបងថ្ងៃនេះបងបែរជាមកទារថ្លៃសេវាកម្មម្នាក់40លោកលីឯងនិយាយត្រូវពីមុនបងគ្មានជំរឿតែពេលនេះខ្ញុំក៏គ្មានជំរឿដែរលោកលីប្អូនប្រុសបងយកកិច្ចសន្យាទៅផ្ទះបាត់ហើយប្រាប់គាត់ថាត្រូវបង់ថ្លៃសេវាកម្មដឹកជញ្ជូនអ្វីណាលោកជាងឡានមកដល់អស់ហើយ20គ្រឿងអាចដំណើរការបានភ្លាមបងជាងបងទិញឡានច្រើនបែបនេះតាំងពីពេលណាបងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅពួកយើងមានក្រុមឡានដឹកជញ្ជូនផ្ទាល់ខ្លួនហើយអញធ្វើស្អីហ្នឹងអ្នកណាអនុញ្ញាតឲ្យពួកអញប៉ះឡានរបស់អញបងឡាននេះទិញដោយប្រើការធានារបស់ជាងអ៊ីហ្វានអ្នកធានាមានសិទ្ធិដកហូតមកវិញឯងជួយមនុស្សក្រៅដើម្បីលេងសើចនឹងប្អូនបង្កើតអញមែនទេឈីងកើខ្ញុំជិះឡានអញទៅទីរួមស្រុកអញនៅតែត្រូវគិតថ្លៃខ្ញុំពេញហ្នឹងខែមុនប្រពន្ធខ្ញុំសម្រាលកូនពាក់កណ្ដាលអាធ្រាត្រខ្ញុំសុំឲ្យអញជូនទៅមន្ទីរពេទ្យអញបើកមាត់ទាលុយដល់ទៅ500រឿងហ្នឹងគឺអីធីជូអញនៅមានមុខមកទៀតហ៎ប្អូនអញបានបើកមើលសៀវភៅកត់ត្រារបស់យើងអស់ហើយអញយកលុយទៅលេងល្បែងនៅខាងក្រៅជំពាក់គេជាង3សែនតែអញថាទិញឡានទំនើបដោយសាររកស៊ីបានតាមពិតសុទ្ធតែជាលុយដែលអញលួចកឹបគេងអ៊ីហ្វានខ្ញុំសូមអង្វរែងទុកផ្លូវឲ្យខ្ញុំរស់ផងលោកលីអញមិនបាច់មកអង្វរខ្ញុំទេទើបបានជាអញប្រញាប់ដំឡើងថ្លៃឡានយ៉ាងនេះតាមពិតដើម្បីយកលុយទៅសងបំណុលសោះរស់នៅផ្ទះវីឡាជិះឡានទំនើបធ្វើរកពីដូចជាមនុស្សថ្លៃថ្នូរម្លេះការពិតទៅគឺជំពាក់បំណុលគេក្បាលឆ្កែឡានដែលត្រូវអូសទៅនោះគឺជាឡានដែលប្អូនអញធានាចំណែកឡានដែលអញទិញដោយខ្លួនឯងទុកវាទៅចុះអរគុណប៉ុន្តែចាប់ពីថ្ងៃនេះទៅបងប្អូនពួកយើងទាំង300នាក់នឹងមិនជិះឡានអញទៀតឡើយជាងអ៊ីហ្វានផ្ទះយើងជំពាក់បំណុលគេច្រើនម្លេះបងស្រីគួយហ្វារឿងនេះអ្នកត្រូវទៅសួរអាលីទៅវាជាផ្លូវដែលវាជ្រើសរើសដោយខ្លួនឯងអាឡូលីធីស៊ូ
ប្រាក់កម្ចីទាំង3ចំណែករបស់អ្នកសុទ្ធតែហួសការកំណត់ហើយសូមសងឲ្យអស់ក្នុងយីហ្វានអ្នកលាក់បានពួកយើងយូរពេកហើយឡានក្រុង20គ្រឿងនោះតម្លៃប៉ុន្មានទៅលុយដែលសន្សំបានប៉ុន្មានឆ្នាំនេះបងប្អូនយើងរួមសុខរួមទុក្ខជាមួយខ្ញុំយើងមិនអាចពឹងផ្អែកលើអ្នកដទៃរហូតបានទេកិច្ចសន្យាជាមួយរោងចក្រអេឡិចត្រូនិកនោះបងស្រីខ្ញុំជាអនុប្រធានរោងចក្រតែខ្ញុំមិនពឹងលើគាត់ទេតម្លៃដែលយើងដាក់ទាបជាងទីផ្សារ 20% ហើយសេវាកម្មរបស់យើងក៏ល្អជាងគេយីហ្វានតើយើងអាចរត់ការងារនេះបានយូរអង្វែងមែនទេមិនត្រឹមតែប៉ុណ្្នឹងទេជំហានបន្ទាប់យើងនឹងទទួលការងារគម្រោងដោយខ្លួនឯងអញគិតគូររឿងនេះតាំងពីយូរមកហើយមែនទេ3ឆ្នាំមកហើយដែលខ្ញុំនាំពួកអ្នករត់ការងារជាមួយគ្នាមិនមែនដើម្បីសន្សំលុយទេគឺដើម្បីឲ្យគ្រប់គ្នាបានចាំទុកថាញើសឈាមរបស់យើងមិនមែនឲ្យគេមកមើលងាយបានទេបងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃស្អែកទៅក្រុមឡានយើងនឹងរត់ដឹកកម្មកររោងចក្រក្រុមយើងនឹងទទួលការងារនៅផ្លូវខាងលិចប្រាក់ខែគោរបស់ម្នាក់នឹងកើនឡើងទ្វេដងទាំងអស់គ្នាឡើងឡានបាទប្រធានទៅឡើងឡានទៅម្ចាស់បំណុលតាមទារលុយរាល់ថ្ងៃសូម្បីតែសាច់ជៀមក៏រក្សាទុកមិនបានដែរសំមុខវាហើយយីហ្វានមានគេមករកឯងនៅខាងក្រៅអ្នកណាគេបងខ្លាយគួយហ្វាបងខ្លាយមានរឿងអីយីហ្វានខ្ញុំមានរឿងចង់ពឹងបងក្នុងផ្ទះលេងមានអីហូបហើយខាងធនាគារមកតាមទារលុយរាល់ថ្ងៃជួយគាត់ផងគាត់រត់បាត់ហើយគាត់ជំពាក់លុយគេលេងល្បែងជាង3សែនហើយលុយខ្ចីធនាគារក៏ដល់ថ្ងៃសង្ខដែរចុះបើអីចឹងតើឲ្យខ្ញុំម្នាក់ឯងសង្កេយ៉ាងម៉េចកើតបងខ្លាយមិនមែនពួកយើងចិត្តអាក្រក់ទេប៉ុន្តែសូមនឹកឃើញពីអ្វីដែលលោកលីធ្លាប់ធ្វើដាក់ពួកយើងកាលពីមុនជីឡានគាត់មួយដងក៏គាត់ទារថ្លៃសម្រាប់មេរោគដែរខ្ញុំដឹងថាគាត់ជាមនុស្សមិនល្អតែខ្ញុំនិងកូនមិនបានធ្វើអ្វីខុសទេម៉ាតាជួយទៅទីរួមស្រុកមួយសាកទៅរកតាមកន្លែងដែលពូលីគាត់ចូលចិត្តទៅមើលអ៊ីហ្វានអញនៅជួយគាត់ទៀតអេខ្ញុំមិនមែនជួយគាត់ទេបងស្រីបងលក់នំចំណីនៅផ្សារជាមួយកូនខ្ញុំដឹងរាល់ថ្ងៃក្រោកតាំងពីម៉ោង 4 ទៀបភ្លឺមិនស្រួលទេណាបងមិនក៏បងដឹងផ្ទះបាយក្រុមឡានយើងកំពុងត្រូវការអ្នកជួយធ្វើម្ហូបជួយធ្វើនំចំហុយឲ្យបងប្អូនយើងញ៉ាំពេលព្រឹកមួយខែ 3000បងធ្វើអត់អ៊ីហ្វាននេះមិនមែនជាការអាណិតទេនំដែលបងធ្វើអ្នកភូមិគេថាល្បីឆ្ងាញ់ទាំងអស់គ្នាតែលុយនេះមិនអាចសងបំណុលគេអស់ទេរឿងដែលសចាំរកពូលីឃើញសិនចាំគិតបន្តទៀតស៊ូហ្វឺយីហ្វានគេឲ្យខ្ញុំទៅធ្វើការនៅរោងបាយហើយឯងណែណាត្រឡប់មកវិញភ្លាមទៅយីហ្វានរកឃើញឡាវលីហើយគាត់នៅផ្ទះសំណាក់ជិតស្ថានីយ៍ឡានអ្នកបម្រើប្រាប់ថាគាត់សំងំនៅទីនោះរាប់ថ្ងៃមកហើយជិតអស់លុយបង់ថ្លៃបន្ទប់ហើយមួយទៀតមានគេម្នាក់បានទៅរកគាត់អ្នកណាឯងនៅចាំលោកចាំងទេមេការសំណងម្នាក់ដែលពួកយើងដណ្ដើមបានការងារពីគាត់ទៅជួបឡាវលីអ្នកបម្រើប្រាប់ថាចាំងទៅប៉ៅបាននាំឡាវលីទៅហូបបាយជិះគ្នារហូត2ម៉ោងពេលដើរចេញមកវិញភ្នែកឡាវលីភ្លឺថ្លាខុសធម្មតាចាំងទៅប៉ៅចង់ធ្វើស្អីខ្ញុំដឹងច្បាស់ណាស់លោកចាងក្រុមហ៊ុនរបស់អ្នកមិនបានឆ្លងកាត់ការពិនិត្យវិតម្លៃទេគម្រោងដេញថ្លៃទាំង3នេះត្រូវបានក្រុមហ៊ុនសំណង់របស់យីហ្វានឈ្នះដេញថ្លៃហើយគាត់គ្រាន់តែជាមេជាងសំណង់ម្នាក់សោះមានសិទ្ធិអីគេមានឯកសារគ្រប់គ្រាន់តម្លៃដេញថ្លៃទាបជាងអ្នក 10% ហើយក្រុមការងារគេមានរបៀបរៀបរយទៀតចុះហេតុអ្វីបានជាមិនឲ្យគេគាត់កំពុងតាក់ទងលោកលីតើគាត់ចង់បង្កចំនួនមែនទេលោកលីស្គាល់គ្រប់យ៉ាងអំពីក្បួនរថយន្តរបស់យើងទាំងផ្លូវធ្វើដំណើរពេលវេលានិងអតិថិជនគាត់ដឹងទាំងអស់ចុះយើងគួរធ្វើម៉េចថ្ងៃស្អែកជារោងចក្រអេឡិចត្រូនិកចាប់ផ្ដើមដំណើរការថ្ងៃដំបូងប្រសិនបើមានបញ្ហាអ្វីកើតឡើងដល់ណាដល់នឹងចុះដាជួយប្រាប់បងប្អូនយើងឲ្យដឹងផងយប់នេះយើងប្រជុំគ្នាសម្រាប់ការដឹកជញ្ជូនថ្ងៃស្អែកម្នាក់ត្រូវមកមុនពេល1ម៉ោងលោកលីឲ្យខ្ញុំរឿងលោកអស់ហើយអាជាងយីហ្វាននោះវាពិតជាមិនមែនមនុស្សល្អទេកាលពីមុនលោកជួយវាប៉ុណ្ណាចុះឥឡូវវាធ្វើម៉េចវាដណ្ដើមយកកិច្ចសន្យាពីលោកហើយរកអូសឡានលោកទៀតឡាននេះទិញដោយមានជាងយីហ្វានជាអ្នកធានាមានសិទ្ធិរហូតមកវិញកុំនិយាយទៀតអីវាថែមទាំងធ្វើឲ្យលោកអាម៉ាស់មុខពេញភូមិទៀតលោកលីខ្ញុំមានវិធីជួយឲ្យលោកងើបមុខរួចវិធីអីទៅព្រឹកស្អែកនេះលោកគ្រាន់តែយកឡានទៅស្ទះផ្លូវត្រង់មាត់ភូមិនឹងទៅប៉ុន្តែធ្វើអញ្ចឹងវាខុសច្បាប់ណាស់ផ្លូវនោះមានតែឡានធំទេដែលអាចទៅរួចបើស្ទះផ្លូវហើយក្បួនឡានរបស់ជាងអ៊ីហ្វាននឹងចេញមិនរួចទេថ្ងៃដំបូងដែលទៅរោងចក្រអេឡិចត្រូនិកច្បាស់ជាយឺតកិច្ចសន្យាត្រូវតែខូចជាមិនខានខ្លាចអីគ្រាន់តែប្រាប់គេថាយើងខូចទៅមានអ្នកណាមកធ្វើអ្វីឯងបានចុះខ្ញុំនឹងទទួលបានអ្វីវិញឲ្យលុយសឹក 50000គ្រាន់តែឯងដកដង្ហើមបានមួយរយៈចាំដល់ពេលឯងងើបមុខរួចមកធ្វើការជាមួយខ្ញុំវិញបាននឹងហើយទើបហៅថាអ្នកឆ្លាតអ៊ីហ្វានផ្លូវត្រង់មាត់ភូមិនៅព្រឹកស្អែកកុំទៅផ្លូវនឹងអ៊ីហ្វានតើលោកលីចង់មានន័យថាម៉េចផ្លូវនៅមាត់ភូមិនោះមិនអាចទៅរួចទេចុះពួកយើងត្រូវចេញទៅតាមណាគាត់នៅមានសមមុនសកាខ្លះដែរចុះពួកយើងត្រូវទៅផ្លូវណាគាត់ស្មានថាពួកយើងនឹងទៅផ្លូវខាងកើតយើងទៅផ្លូវខាងលិចយកហើយទៅផ្លូវខាងលិចជប់សិនក្បួនឡានរបស់ចាំងអ៊ីហ្វានកំពុងវាងទៅផ្លូវខាងលិចមិនមែនឯងថាពួកគេត្រូវតែទៅផ្លូវនេះទេពួកគេវាងទៅផ្លូវខាងលិចបាត់ហើយអាមីចាំងទៅពីនៅមានល្បិចទៀតហើយរបស់នេះទើបមកដល់កាលពីយប់មិញចាំងអ៊ីហ្វានផ្លូវខាងកើតគេស្ទះផ្លូវខាងលិចក៏ស្ទះដែរតើឯងចង់ហោះឆ្លងទៅយ៉ាងណាលោកចាងឯងខំប្រឹងខ្លាំងម្ល៉េះ
ធ្វើដល់ថ្នាក់នេះដើម្បីតែរារាំងខ្ញុំដើម្បីរារាំងឯងដំបូងនៃការដឹកជញ្ជូនឲ្យរោងចក្រអេឡិចត្រូនិកយុទ្ធកិច្ចសន្យានឹងត្រូវមកចាំមើលថាឯងតើអ្នកភ្លេចរឿងអ្វីមួយហើយឬនៅរឿងអីបងប្អូនខ្ញុំពួកគេធ្វើការអ្វីបងប្អូនទាំងអស់គ្នាបាទពួកយើងជាអ្នកសាងសង់ការលើកដាក់ថ្មគឺជាមុខរបរចាស់របស់យើងតើគំនរថ្មអស់នេះអាចរារាំងអ្នកណាបានអាពួកកម្មករថោកទាបនេះអាលោកប៉ុស្តិ៍ប៉ូលីសមែនទេមានគេរារាំងផ្លូវដោយខុសច្បាប់នៅផ្លូវខាងលិចឆាប់មកចាប់ខ្លួនពួកគេទៅយីហ្វាន់ប៉ូលីសមកដល់ហើយអាចឆ្កែចាំងទៅប៉ៅនោះជាអ្នករីកាខ្លាចអីកាមេរ៉ាសុវត្ថិភាពលើរថយន្តរបស់យើងថតបានទាំងអស់ហើយរឿងស្អីហ្នឹងអ្នកណាជាអ្នករីកាខ្ញុំជាអ្នករីកាក្រុមនេះរារាំងផ្លូវដោយឯកឯងដែលធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍កុហកច្បាស់ណាស់ថាអ្នកជាអ្នកកាំងផ្លូវម្នាក់ម្ដងពួកយើងជាក្រុមសំណង់មកពីការដ្ឋានផ្នែកខាងលិចថ្ងៃនេះត្រូវជូនកម្មករទៅធ្វើការនៅរោងចក្រអេឡិចត្រូនិកពេលមកដល់ត្រង់នេះឃើញគេចាក់ដុំថ្មបិទផ្លូវខុសច្បាប់ដើម្បីកុំឲ្យខាតពេលវេលាការងារពួកយើងក៏ជួយសម្អាតដោយខ្លួនឯងតើអ្នកណាជាអ្នកចាក់ថ្មនេះពួកអ្នកដឹងទេអត់ដឹងទេប៉ុន្តែនៅលើឡានរបស់យើងមានកាមេរ៉ាសុវត្ថិភាពវាគួរតែថតជាប់ហើយក្រុមហ៊ុនសំណង់ទេពេវលោកទេពេវឡាននេះអ្នកស្គាល់ទេនេះច្បាស់ជាមានគេដាក់កំហុសខ្ញុំហើយរឿងថាគេលួចឡានអ្នកទៅនិយាយប្រាប់ប៉ូលីសទៅចាំងទេពេវអ្នកត្រូវទៅប៉ុស្តិ៍ប៉ូលីសជាមួយខ្ញុំទេស្ដាប់ខ្ញុំពន្យល់សិនការចាក់កាកសំណងខុសច្បាប់ការបិទផ្លូវសាធារណៈដោយចេតនាទុច្ចរិតសង្ស័យថាប៉ះពាល់ដល់សុវត្ថិភាពសាធារណៈមានអ្វីចង់និយាយទៅនិយាយគ្នានៅប៉ុស្តិ៍ប៉ូលីសទៅវាស្មានថាពួកយើងជាជាងសំណងមិនចេះច្បាប់បងជាងរបស់យើងធ្លាប់ប្រឡងចុះបញ្ញាបត្រវិស្វកម្មសំណងលំដាប់ទី2ជួយគេមកបិទផ្លូវហើយរាយការណ៍ប៉ូលីសដើម្បីទម្លាក់កំហុសក្នុងគោលបំណងអ្វីឯងមិននិយាយក៏គ្មានប្រយោជន៍ដែរអ្នកបើកបររថយន្តដឹកទំនិញត្រូវបានកោះហើយរួចហើយគេសារភាពអស់គ្មានសល់ទេអាមនុស្សត្រេះឆាននឹងរក្សាអរិយាប័ត្រផងអ្នកត្រូវបានសង្ស័យពីបទបំផ្លាញសកម្មភាពផលិតកម្មនិងអាជីវកម្មអាចនឹងត្រូវឃុំខ្លួនតាមផ្លូវច្បាប់ខ្ញុំនឹងសារភាពយីហ្វាន់និយាយថាពួកឯងជួបបញ្ហានៅលើផ្លូវមែនទេតើមានបញ្ហាអ្វីធ្ងន់ធ្ងរដែរឬទេអត់អីទេបងស្រីនឹងទៅដល់ទាន់ពេលវេលាល្អហើយនិយាយអញ្ចឹងខាងរោងចក្រធំគេពេញចិត្តនឹងការងាររបស់ពួកឯងណាស់គេត្រៀមប្រគល់ការដឹកជញ្ជូននៅពីទីតាំងទៀតឲ្យពួកឯងធ្វើទទួលជ្រាបបងចុះពូលីគាត់ទៅណាហើយបងថ្លៃឡាននេះជូស៊ឺគេថាឡាននេះនៅមានតម្លៃគួរសមដែរបើលក់ទៅយ៉ាងហោចណាស់ក៏អាចសងបំណុលបានខ្លះដែរចុះគាត់នៅណាគាត់នៅផ្ទះកំពុងរងចាំអ្នកមិនបានឯងមកទីនេះអាមនុស្សថោកទាបចាងទៅប៉ាល់នោះត្រូវបានគេចាប់ខ្លួនហើយការឃុំខ្លួនតាមផ្លូវច្បាប់លុយ50000ដែលគេឲ្យខ្ញុំមកនោះខ្ញុំទុកវានៅលើឡានមិនបានប៉ះពាល់សំបីតែមួយរៀលយប់មិញដែលឯងខលមកប្រាប់គុំឲ្យខ្ញុំទៅផ្លូវនោះហេតុអ្វីខ្ញុំក៏មិនដឹងដែរចាំងទៅប៉ាវបង្ខំឲ្យខ្ញុំបិទផ្លូវខ្ញុំក៏យកព្រមតាមគេខ្ញុំបានទទួលលុយនោះមកហើយបើកឡានទៅចតកណ្ដាលផ្លូវតែដៃខ្ញុំញ័រអស់មួយយប់ខ្ញុំនឹកឃើញកាលពី3ឆ្នាំមុនពេលឯងនៅក្រោមដំពោតមាត់ភូមិបានរុញកិច្ចសន្យាមកឲ្យខ្ញុំចុះហាត់លេខាទៅចាប់ពីពេលនេះទៅយើងជាបងប្អូននឹងគ្នាខ្ញុំពិតជាអាក្រក់ខ្លាំងណាស់អញដឹងទេថាអ្វីដែលធ្វើឲ្យខ្ញុំខឹងឯងបំផុតនោះគឺមិនមែនដោយសារតែឡានវិញខូចទេក៏មិនមែនដោយសារគេស្អប់ពួកយើងខ្វក់ដែរគឺដោយសារអ្នកភ្លេចខ្លួនឯងកាលពីមុនដែលធ្លាប់ជាអ្នកធ្វើការសំណង់បែកញើសពេញខ្លួនដែរខ្ញុំមិនចង់ឲ្យអ្នកធ្វើការដោយឥតគិតថ្លៃទេនៅការដ្ឋានយើងខ្វះអ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូនប្រាក់ខែគោ4000ដូចគ្នានឹងម៉ាតាចុយនឹងអ្នកដទៃទៀតបើធ្វើបានល្អចុងឆ្នាំនឹងមានប្រាក់រង្វាន់ចុះបើធ្វើមិនបានល្អខ្ញុំនឹងទៅដោយខ្លួនឯងមិននៅទៅទៀតឡើយគុំនិយាយអ្វីច្រើនទៀតត្រឡប់មកវិញមកបាទយីហ្វាន់ចំណូលពីការដឹកជញ្ជូនខែនេះបានលើសពី50,000ទៅហើយពួកបងប្អូនក៏បានទទួលប្រាក់រង្វាន់អស់ហើយដែរម្នាក់ពោពេញដោយទឹកចិត្តរឿងពង្រីកចំណតឡាននោះភូមិគេអនុញ្ញាតឲ្យធ្វើនៅមេភូមិគេហៅខាងអេឡុងទៅអូបន្លាយពេលយូរណាស់ហើយលោកប្រធានវាងមិនបានជួបគ្នាយូរហើយណាលោកចាងរឿងរ៉ាវរបស់អ្នកដោះស្រាយចប់ហើយឬសុទ្ធតែជាការយកច្រឡំទេលោកប្រធានវាងថ្ងៃនេះខ្ញុំមកគឺចង់និយាយការងារសំខាន់ជាមួយលោកការសាងសង់នៅក្នុងតំបន់ឧស្សាហកម្មយើងនេះត្រូវបានគេគ្រប់គ្រងផ្ដាច់មុខអស់ហើយរឿងនេះមិនមែនជារឿងល្អទេណាតើអ្នកចង់សម្ដៅលើជាងអ៊ីវ៉ាន់មែនទេគេគ្រាន់តែជាអ្នកសាងសង់ម្នាក់តើគេមានសិទ្ធិអំណាចមកពីណាចំណតឡាននោះតើវាខុសច្បាប់ឬទេតើវាមានហានិភ័យសុវត្ថិភាពចំពោះមានរឿងអ្វីកើតឡើងហើយខ្ញុំបានបញ្ជូនមនុស្សទៅពិនិត្យមើលហើយប៉ុន្តែលោកចាងរឿងរ៉ាវទំនាស់រវាងអ្នកនិងគេខ្ញុំមិនចង់ដឹងទេឲ្យតែជារឿងដែលត្រឹមត្រូវតាមច្បាប់ខ្ញុំនឹងមិនលំអៀងទៅខាងនរណាម្នាក់ឡើយបាទច្បាស់ណាស់អ៊ីវ៉ាន់មានរឿងធំហើយមានមនុស្ស2-3នាក់មកពីសាលាស្រុកគេនិយាយថានឹងមកបិទចំណតឡានយើងគេមានសិទ្ធិអ្វីមកបិទចំណតយើងមានគេរាយការណ៍ថាពួកយើងគ្មានលិខិតអនុញ្ញាតត្រឹមត្រូវត្រូវកំណត់ពេលកែសម្រួលឲ្យទាន់ពេលក្នុងអំឡុងពេលកែសម្រួលគឺហាមប្រើប្រាស់ដាច់ខាត
ជំរាបសួរសម្រាប់ទីតាំងនេះយើងបានចុះកិច្ចសន្យាជួលត្រឹមត្រូវជាមួយអ្នកគ្រប់គ្រងតំបន់នៅសល់រយៈពេល3ឆ្នាំទៀតឯណោះអញ្ចឹងសូមយកឯកសារអនុញ្ញាតឲ្យប្រើប្រាស់ទីតាំងឲ្យបានគ្រប់គ្រាន់មកបង្ហាញឯកសារអនុញ្ញាតផ្លូវការកំពុងដំណើរការភាគីគ្រប់គ្រងបានបោះត្រាយល់